គ្រូពេទ្យមិនព្យាបាលតាឡាបូទេតាលទ្ធផល A1C ហ្នឹងទេគ្រូពេទ្យគេព្យាបាលសុខភាពទាំងមូលទាំងចង់បានណាមិនលេបថ្នាំទេគាត់អត់យល់គាត់ថាគ្រាន់តែប្រយ័ត្នចំណីអាហារទៅព្យាបាលទឹកនោមផ្អែមគាត់បានហើយមិនមែនស្រួលអញ្ចឹងទេខ្ញុំរៀនច្រើនខ្ញុំមានសភៅច្រើនហើយខ្ញុំទៅជួបគ្រូពេទ្យ professional ច្រើនមែនទែននៅលើពិភពលោកគេប្រជុំគ្នាគេលើកទឹកចិត្តឲ្យប្រើថ្នាំដែលល្អវាទៅជួយការពារបេះដូងជួយការពារត្រង់នោមសុំកុំភ័យតែរឿងទឹកនោមផ្អែមនឹងពេកគ្រូពេទ្យមិនមែនព្យាបាលទឹកនោមផ្អែមទេគ្រូពេទ្យគឺព្យាបាលអ្នកជំងឺតើមានបញ្ហាឆ្អឹងបញ្ហាអរម៉ូនបញ្ហាបេះដូងបញ្ហាត្រង់នោមអាហ្នឹងគឺជាគ្រូពេទ្យជាអ្នកសម្រេចសុំកុំជៀសកុំកិច្ចគ្រូពេទ្យកុំជៀសថ្នាំពេទ្យពេកមិនមែនអ្វីដែលយើងគិតហ្នឹងសុទ្ធតែ positive វិជ្ជមានត្រឹមត្រូវទាំងអស់ទេមិនមែនគ្រាន់តែហូបអានេះហូបអានោះហូបអានេះបាច់លេបថ្នាំពេទ្យកុំខ្លាចថ្នាំពេទ្យពេកឲ្យតែថ្នាំមានវិជ្ជបញ្ជាដោយវិជ្ជបណ្ឌិតជំនាញកុំភ័យ